รีบสู้ต่อนี้เวลจุกนี้สายจิตทำไมมันต้องเตี้ยในขนมการวิธีใจมันเลยจมูก master topic งั้นนี่ยังเลือกโยประเทศบัตรทำไมมวยเตี้ยอมปีให้ดอกไว้บ้านจียังประหลองจอบให้เหมือนแผลสมุนพี่รุ่นเนี่ยตอนนี้บ้านดังให้ถ่าในขนมการได้ยังอาจตัดฝึกการในประเทศก็ได้เตยฉลองกัดดำหนักการจิตจานที่มวยเตยเรียนให้เตยประหลองจอบเตยแต่ฉุนเนี้ยเป็นนักสักเพียบดักเปียสมัยเราการเงินเฟ้อในประเทศก็ได้ปัจจัยเวทเตอร์เพียชนะคือเตยเติมมันแผลสมุนไม่ในตอนนี้ชียิมจีชราดำหนักการมวยปีใบบนปรำแล้วโหดอลบานดับเปียให้เนี่ยคลาสก็ชับแหละชมูเนี่ยคลาสก็กรอแหละชมูยังการล้างเจียสมรู้ได้บางคนทวับสู้หมกชำทันให้ไอ้บันจีกอดปลอมชอบให้กอดขอแหละชมูมาเลยยังไงนี่ยังหนึ่งมาฝึกการบ่อสายนื้อจมหลักมือนี่บ้างฉลองการเอาไว้เด็กชมบานฝึกการสายช่วยเดียวให้หนึ่งฉลองการตัวยังไม่เคยจมหลักมือจมนู้นได้จังโยมาใจมันเลยแต่อันนี้น้องวิดีโอนี่ที่มวยละให้ได้เพื่อเนี่ยอันนี้ปลอมชอบให้กรอแหละชมูหรือก็เนี่ยคลาสมันแหละชมูตายมาลองบ่าเนี่ยคลาสมันแหละชมูตายมาเนี่ยคลาสด่าเปียตัวให้ตระวันกระทรวงในประเทศก็ได้รีเจ็คเจ้าตายมาลองคือการเปียสนาสมสวายโรกางเงินเฟ้อหนึ่งยังไงนั่งจีบวัดปีเศร้าเจ้าแสดงคือกระตาตีมวยเปียปอนจมูกหนึ่งไอ้กระซ่าหรือก็โปรเมนได้เนี่ยต่างออกนี้ฝึกการบ่มปิ้งแบบบอดสวายโรกางเงินtrong lần của tiêu họ thà ai cái sai chẳng màyឬក៏ poor មានមិនai cái sai អត្តសញ្ញាណប័ណ្ណនឹងលិខិតឆ្លងដែនរបស់យើង poor មានខុសគ្នាអាចខុសថ្ងៃខែឬក៏ខុស poor មានផ្សេងចឹងទៅទី1ទី2អាចថារូបថតរបស់អ្នកទាំងអស់គ្នាខុសគ្នាដែរtrongឧទាហរណ៍ថានៅពេលដែលអ្នកទាំងអស់គ្នាដាក់ពាក្យទិញពាក្យប្រឡងរូបថតអ្នកទាំងអស់គ្នាថតកាលពី6ខែមុនអ្នកទាំងអស់គ្នាយកមកបញ្ចូលនៅក្នុងពាក្យប្រឡងស្រាប់តែអ្នកទាំងអស់គ្នាប្រឡងជាប់ហើយបណិតសុខភាពហើយអត់អ្នកទាំងអស់គ្នាដាក់ពាក្យស្វែងរកការងារធ្វើអ្នកទាំងអស់គ្នាថតរូបភ្លាមអញ្ចឹងអារូបថតកាលពី6ឬក៏8ខែឬក៏1ឆ្នាំមុនហើយនឹងរូបភាពអ្នកទាំងអស់គ្នាថតភ្លាមនេះវាមានទម្រង់ខុសគ្នាអាចថាពីមុនយើងថតឥឡូវយើងស្គមពីមុនថតមកយើងខ្មៅឥឡូវគេ edit គេកែបញ្ជ្រុយកែរូបមួយចំនួនទាញចកាទាញអីធ្វើឲ្យខុសទ្រង់ទ្រីដើមអញ្ចឹងនៅពេលដែល upload ចូលទៅក្នុងប្រព័ន្ធ system របស់ក្រសួង HOD Korea គេមើលទៅគេគិតថាអូរូបហ្នឹងអត់ដូចគ្នាអាចតែមនុស្សផ្សេងគ្នាគេដាក់ការសង្ស័យអញ្ចឹងគេ reject ចោលតែម្ដងឬក៏គេទុក pending ចោលតែម្ដងអ្នកខ្លះ2ឆ្នាំហើយនៅតែមិនធ្លាក់ឈ្មោះហេតុផលគឺបែបហ្នឹងអាចកត្តាឯកសារព័ត៌មានផ្ទាល់ខ្លួនឬក៏រូបថតជាក់ស្ដែងតែម្ដងនេះគឺចំណុចទី1អ្នកនរគ្នាចាំទេចំណុចទី2គឺពាក់ព័ន្ធនឹងអីគេអ្នកនរគ្នាបាទចំណុចទី2គឺអាចនិយាយបានថាការប្រឡងរបស់យើងជាក់ស្ដែងយើងប្រឡងជាប់ដែរប៉ុន្តែប៊ីសធ្លាក់យល់ទេអ្នកនរគ្នាប៊ីសធ្លាក់អញ្ចឹងមានន័យថាបន្ទុករបស់យើងគឺតិចហើយនៅពេលដែលយើងប្រឡងជាប់យើងតេស្តជំនាញគឺគេឲ្យយើងគេហៅឆាគីសូកេហ្នឹងគឺណែនាំខ្លួនយើងចូលនិយាយជាលក្ខណៈវីដេអូដើម្បីដាក់ពាក្យអញ្ចឹងនៅពេលឆាគីសូកេហ្នឹងអ្នកនរគ្នាធ្វើមិនបានល្អនៅពេលដែលថៅកែគេធ្វើការ select ឈ្មោះគេជ្រើសរើសគេមើលមកគេអត់ពេញចិត្តគេអត់ជឿជាក់នៅអ្វីដែលជាទឹកមុខជាកាយវិការការនិយាយរបស់យើងអត់មានភាពហ្មត់ចត់អញ្ចឹងគេអត់សម្រេចចិត្តក្នុងការជ្រើសរើសអញ្ចឹងអ្នកនរគ្នាក៏អត់ធ្លាក់ឈ្មោះយើងឃើញអត់កន្លែងហ្នឹងអ្នកខ្លះតកែ select 20ដង30ដងក៏មានដែរប៉ុន្តែហេតុអីបានមិនទៅបានជ្រើសរើសអាចមកពីកត្តាមួយហ្នឹងតោះនេះបងប្អូនអញ្ចឹងកត្តាទី2គឺពាក់ព័ន្ធជាមួយនឹងការប្រឡងឬក៏ឆាគីសូកេដែលអ្នកនរធ្វើហ្នឹងមិនបានល្អអញ្ចឹងគេមើលមកគេអត់ពេញចិត្តកត្តាទី3គឺអាចពាក់ព័ន្ធជាមួយនឹងកូតានៅក្នុងការជ្រើសរើសពលករបរទេសខ្ញុំឧទាហរណ៍ថាទាំងអស់គ្នាប្រឡងជាប់នៅក្នុងវគ្គ22កន្លងទៅ10000នាក់ប៉ុន្តែកូតានៅក្នុងការជ្រើសរើសតែ4000នាក់អញ្ចឹងសួរថា6000នាក់ទៀតនេះគឺជាចំនួនដែលនៅសេសសល់មិនបានធ្លាក់ឈ្មោះនេះឃើញអត់ទាំងអស់គ្នាកន្លែងហ្នឹងអញ្ចឹងអ្នកដែលប្រឡងជាប់គឺត្រូវលើកទៅឆ្នាំក្រោយកូតាឆ្នាំក្រោយបន្តទៀតអញ្ចឹងទៅបាទហ្នឹងគឺចំណុចទី3កូតានៅក្នុងការជ្រើសរើសបាទពលករបរទេសរីឯចំណុចទី4គឺពាក់ព័ន្ធជាមួយនឹងភាពចៃដន្យមែនទេបងប្អូនអ្នកនរគ្នាឃើញមានអ្នកដែលគាត់ប្រឡងជាប់តែ2ខែធ្លាក់ឈ្មោះមានអ្នកប្រឡងជាប់6ខែទៅធ្លាក់ឈ្មោះ1ឆ្នាំទៅធ្លាក់ឈ្មោះអ្នកខ្លះប្រឡងជាប់ហើយ2ឆ្នាំមិនធ្លាក់ឈ្មោះតែឈាមលើកទី2បន្តសុពលភាពតែឈាមលើកទី2ទៀតនៅតែអត់ធ្លាក់ឈ្មោះអាហ្នឹងឯងគឺយើងអាចនិយាយបានថាភាពចៃដន្យណាមួយជាលក្ខខណ្ឌអច្ឆរិយៈអ្នកដែលមិនទាន់បានទៅមិនទាន់មានកម្មនៅកូរ៉េបាទអញ្ចឹងមិនទាន់មានកម្មគេមិនទាន់ធ្លាក់ឈ្មោះក៏ថាបានដែរអញ្ចឹងអាហ្នឹងគឺយើងនិយាយអំពីកត្តាចៃដន្យអូខេអញ្ចឹងកុំឲ្យវែងពេកវីដេអូនេះសរុបមកវិញខ្ញុំមើលឃើញមាន4ចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងកត្តាឯកសារព័ត៌មានផ្ទាល់ខ្លួនទី2ពាក់ព័ន្ធជាមួយនឹងការប្រឡងរបស់អ្នកនរគ្នាឬក៏ការណែនាំខ្លួនធ្វើមិនសូវបានល្អទី3ពាក់ព័ន្ធជាមួយនឹងបន្ទុកឬក៏កូតានៅក្នុងការជ្រើសរើសពលកររីឯទី4គឺអំពីភាពចៃដន្យអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាយល់អំពីអ្វីដែលខ្ញុំធ្វើការបកស្រាយនេះអរគុណច្រើនជួបគ្នាវីដេអូក្រោយជម្រាបលា